សង្គ្រាមលោកលើកទី2អង់គ្លេស World War II អក្សរកាត់ WW2 គឺជាសង្គ្រាមពិភពលោកដែលចាប់ផ្ដើមលើកទី2បន្ទាប់ពីសង្គ្រាមពិភពលោកលើកទី1ត្រូវបានបញ្ចប់សង្គ្រាមលោកលើកទី2ត្រូវបានកើតឡើងរវាងក្រុមប្រទេសមហាអំណាចខាងយោធាមានទំនាស់នឹងគ្នាក្នុងការប្រកួតប្រជែងផ្នែកយោធាសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយប្រកាន់បកពួកហើយការប្រកួតប្រជែងដែលមាននិន្នាការប្រឆាំងគ្នាបែបនេះបានរីករាលដាលក្លាយជាទំនាស់សកលនិងបានឈានទៅរកការបង្កើតគូបដិបកនៃសម្ព័ន្ធភាពយោធាប្រឆាំងគ្នាចំនួន2គឺក្រុមសម្ព័ន្ធមិត្ត Alice និងក្រុម Axis ដែលបានបង្កើតសង្គ្រាមលោកលើកទី2ដែលជាសង្គ្រាមធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលមានប្រជាជាតិប្រមាណជា127លាននាក់មកពី70ប្រទេសបានចូលរួមផ្ទាល់ក្នុងបុព្វហេតុសង្គ្រាមនេះដែលបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សប្រមាណពី70ទៅ85លាននាក់ហើយនេះជាចំនួនយោធាដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបានឆក់យកជីវិតជនស៊ីវិលរាប់លាននាក់រាប់ចាប់ពីស្ត្រីមានផ្ទៃពោះទារកកុមាររហូតដល់មនុស្សចាស់ដែលរងនឹងការសម្លាប់រងាវនៃការប្រល័យពូជសាសន៍ការស្លាប់ដោយអត់ឃ្លានការស្លាប់ដោយជំងឺរាតត្បាតផ្សេងៗមូលហេតុនៃសង្គ្រាមលោកលើកទី2ក្រោយពេលអាល្លឺម៉ង់ចាញ់សង្គ្រាមលោកលើកទី1សន្ធិសញ្ញាសន្តិភាពវ៉ាសាយនាទីក្រុងប៉ារីសប្រទេសបារាំងដែលបានចុះនៅថ្ងៃទី28ខែមិថុនា1919លក្ខខណ្ឌនៃសន្ធិសញ្ញាតម្រូវឲ្យប្រទេសអាល្លឺម៉ង់ធ្វើរួមមានប្រទេសអាល្លឺម៉ង់ត្រូវបានតម្រូវឲ្យបង់សំណងហិរញ្ញវត្ថុដល់សម្ព័ន្ធមិត្តសម្រាប់សង្គ្រាមចំនួនទឹកប្រាក់នេះត្រូវបានកំណត់ដោយគណៈកម្មការអន្តរសម្ព័ន្ធក្នុងឆ្នាំ1921ហើយមានចំនួន32,000លានដុល្លារបន្ថែមពីលើការទូទាត់ដំបូងចំនួន5,000លានដុល្លារប្រទេសអាល្លឺម៉ង់ត្រូវបានបង្ខំឲ្យបោះបង់ចោលប្រហែល 10% នៃទឹកដីអឺរ៉ុបមុនសង្គ្រាមរបស់ខ្លួនរួមទាំងទីក្រុងសាឡែនដែលសម្បូរដោយធ្យូងថ្មនិងទីក្រុងកំពង់ផែដានស៊ីងប្រទេសអាល្លឺម៉ង់ក៏បានបាត់បង់អាណានិគមក្រៅប្រទេសរបស់ខ្លួនទាំងអស់ផងដែរដែលត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធប្រជាជាតិជាទឹកដីមានកាតព្វកិច្ចសមត្ថភាពយោធារបស់អាល្លឺម៉ង់ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងដោយកំណត់មិនឲ្យមានការពង្រីកកងទ័ពលើពី100,000នាក់សន្ធិសញ្ញានេះផងដែរបានប្រកាសឡើងពីការបង្កើតក្រុមសម្ព័ន្ធប្រជាជាតិដើម្បីនាំខ្លួនមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ផ្សេងទៀតដែលនឹងត្រូវកាត់ទោសជាឧក្រិដ្ឋជនសង្គ្រាមសន្ធិសញ្ញាវ៉ាសាយបានធ្វើឲ្យប្រទេសអាល្លឺម៉ង់ដួលរលំសេដ្ឋកិច្ចទាំងស្រុងហើយធ្លាក់ចូលក្នុងសភាពដុនដាបយ៉ាងខ្លាំងដែលធ្វើឲ្យប្រទេសអាល្លឺម៉ង់ទាំងមូលមានវិបត្តិហិរញ្ញវត្ថុដែលនាំឲ្យប្រជាជនចេញមកធ្វើបាតុកម្មរហូតពួកគេទទួលបានមេដឹកនាំថ្មីគឺលោក Adolf Hitler ដែលជាមេគំនិតជាតិនិយមនៃលទ្ធិណាស៊ីដែលនឹងនាំឲ្យមានសង្គ្រាមពិភពលោកថ្មីមួយទៀតនោះគឺសង្គ្រាមលោកលើកទី2ក្រោមការដឹកនាំរបស់ Adolf Hitler ប្រទេសអាល្លឺម៉ង់បានពង្រីកកងទ័ពយ៉ាងសម្បើមដែលបង្ហាញពីសក្តានុពលរបស់ខ្លួននៅចំពោះគូសត្រូវរបស់ខ្លួននោះគឺបារាំងនិងចក្រភពអង់គ្លេសការពង្រីកវិសាលភាពកងទ័ពអាល្លឺម៉ង់បានបង្ហាញពីមហិច្ឆតារបស់លោក Adolf Hitler ផងដែរនៅក្នុងការវាយទីចូលទៅកាន់កាប់ទឹកដីនៃបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុបក្នុងពេលខាងមុខចក្រភពអង់គ្លេសក្រោយមើលឃើញពីវិសាលភាពនៃការពង្រីកកងទ័ពដ៏សម្បើមរបស់អាល្លឺម៉ង់ចក្រភពអង់គ្លេសបានផ្ដួចផ្ដើមចុះនៅសន្ធិសញ្ញាសម្ព័ន្ធមិត្តជាមួយនឹងប្រទេសប៉ូឡូញនៅថ្ងៃទី25ខែសីហាឆ្នាំ1939នាទីក្រុងឡុងដែលសន្ធិសញ្ញានេះមានឈ្មោះថា Anglopolis ប៉ុន្តែមួយសប្តាហ៍ក្រោយមកប្រទេសអាល្លឺម៉ង់បានចូលឈ្លានពានប្រទេសប៉ូឡូញនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1939ដែលធ្វើឲ្យចក្រភពអង់គ្លេសនិងបារាំងដាក់អវសានវាទាឲ្យអាល្លឺម៉ង់ដាច់ខាតត្រូវដកទ័ពចេញពីប៉ូឡូញប៉ុន្តែអាល្លឺម៉ង់មិនធ្វើតាមនោះទេដូច្នេះពីថ្ងៃក្រោយមកចក្រភពអង់គ្លេសនិងបារាំងបានប្រកាសសង្គ្រាមជាផ្លូវការទល់នឹងអាល្លឺម៉ង់នៅថ្ងៃទី3ខែកញ្ញាឆ្នាំ1939ហើយនេះជារបបសង្គ្រាមពិភពលោកថ្មីមួយទៀតដែលគេកំណត់យកថ្ងៃទី1ខែកញ្ញាឆ្នាំ1939ជាការចាប់ផ្ដើមនៃសង្គ្រាមលោកលើកទី2ដែលក្នុងថ្ងៃដដែលនោះដែរប្រទេសអូស្ត្រាលីនូហ្សេឡង់ឥណ្ឌាតុងហ្កាច័រដានម៉ារ៉ុកទុយនេស៊ីក៏ប្រកាសសង្គ្រាមទល់នឹងអាល្លឺម៉ង់ផងដែរដែលប្រទេសទាំងនេះស្ថិតនៅក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស
ការរីករាលដាលនៃសង្គ្រាមលោកទី2នៅថ្ងៃទី1ខែកញ្ញាឆ្នាំ1939ប្រទេសអាល្លឺម៉ង់បានបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួន 1.5 លាននាក់រថក្រោះ 2,700 គ្រឿងយន្តហោះចម្បាំង 2,315 គ្រឿងនិងកាំភ្លើងធំ 9,000 ដាមចូលទៅឈ្លានពានប្រទេសប៉ូឡូញហើយប្រទេសប៉ូឡូញពេលនោះបានកេណ្ឌកងកម្លាំងរបស់ខ្លួនចំនួន 1 លាននាក់រថក្រោះ 880 គ្រឿងយន្តហោះចម្បាំង 400 គ្រឿងនិងកាំភ្លើងធំ 4,300 ដាមដើម្បីទប់ទល់ពីការឈ្លានពានរបស់ពួកណាស៊ីអាល្លឺម៉ង់ឧត្តមភាពរបស់អាល្លឺម៉ង់ដែលមានការគាំទ្រដោយកងរថក្រោះនិងយន្តហោះចម្បាំងដ៏ច្រើនសម្បើមបានអនុញ្ញាតឲ្យពួកគេវាយលុកប្រព័ន្ធការពាររបស់ប៉ូឡូញបានយ៉ាងឆាប់រហ័សក្នុងរយៈពេល1សប្តាហ៍កងទ័ពអាល្លឺម៉ង់បានទៅដល់ខ្សែត្រៀមរបស់ប៉ូឡូញហើយវាយចូលកាន់កាប់ទីក្រុង Warsaw នៅថ្ងៃទី29ខែកញ្ញាឆ្នាំ1939រីឯចក្រភពរុស្ស៊ីដែលរបបរាជានិយមបានដួលរលំហើយបដូរឈ្មោះទៅជាសហភាពសូវៀតបានផ្ដាំចូលសន្ធិសញ្ញាជាមួយអាល្លឺម៉ង់ដែលមានឈ្មោះថា Molotov-Ribbentrop Pact ដែលចុះនៅថ្ងៃទី23ខែសីហាឆ្នាំ1939ដែលជាកិច្ចព្រមព្រៀងមិនឈ្លានពានគ្នាអំឡុងពេលដែលពួកណាស៊ីអាល្លឺម៉ង់ចូលឈ្លានពានប៉ូឡូញនៅថ្ងៃទី17ខែកញ្ញាសហភាពសូវៀតបានវាយប្រហារប៉ូឡូញពីភាគខាងកើតដែលធ្វើឲ្យស្ថានភាពរបស់ប៉ូឡូញកាន់តែអាក្រក់ទៅនៅទីបំផុតកងទ័ពអាល្លឺម៉ង់និងសហភាពសូវៀតបានចូលទៅកាន់កាប់ប្រទេសប៉ូឡូញទាំងស្រុងនៅថ្ងៃទី6ខែតុលាឆ្នាំ1939ការផ្ដាំសង្គ្រាមអាត្លង់តិកបេសកកម្មដំបូងរបស់ចក្រភពអង់គ្លេសដែលបានបើកការវាយប្រហារទៅលើអាល្លឺម៉ង់នៅថ្ងៃទី4ខែកញ្ញាឆ្នាំ1939តាមរយៈកងទ័ពជើងអាកាសរបស់ខ្លួន Royal Air Force ហៅកាត់ថា RAF ដែលមានយន្តហោះទម្លាក់គ្រាប់បែកចំនួន16គ្រឿងបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកទៅលើនាវាកងទ័ពជើងទឹកអាល្លឺម៉ង់នៅកំពង់ផែ Wilhelmshaven ដែលបានកំទេចនាវាចម្បាំង 05 គ្រឿងរបស់អាល្លឺម៉ង់បានធ្វើការតបតមកវិញដោយបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់ចក្រភពអង់គ្លេសអស់ចំនួន7គ្រឿងផងដែរបន្ទាប់មកអាល្លឺម៉ង់បានបញ្ជូនកងនាវាចម្បាំងនិងនាវាមុជទឹករបស់ខ្លួនដែលមានឈ្មោះថា U-boat ចេញទៅតតាំងនឹងចក្រភពអង់គ្លេសវិញនៅឯសមុទ្រអាត្លង់តិកហើយនេះគឺជាការចាប់ផ្ដើមនៃសង្គ្រាមអាត្លង់តិកអង់គ្លេសបានចាប់ផ្ដើមយុទ្ធនាការកងទ័ពជើងទឹករបស់ខ្លួនដើម្បីប្រយុទ្ធនឹងនាវាមុជទឹករបស់អាល្លឺម៉ង់ដែលកំពុងគំរាមកំហែងដល់ការដឹកជញ្ជូនរបស់អង់គ្លេសតាមរយៈមធ្យោបាយផ្លូវទឹកដែលឆ្លងកាត់សមុទ្រអាត្លង់តិកសង្គ្រាមអាត្លង់តិករវាងចក្រភពអង់គ្លេសនិងពួកណាស៊ីអាល្លឺម៉ង់បានក្លាយទៅជាយុទ្ធនាការដ៏វែងបំផុតនៃសង្គ្រាមអាល្លឺម៉ង់បោកឆាកប្រយុទ្ធនៅព្រំដែនបារាំងចក្រភពអង់គ្លេសបន្ទាប់ពីបើកការវាយប្រហារទៅលើអាល្លឺម៉ង់តាមទ័ពអាកាសនៅវេលាព្រឹកហើយនោះគឺនៅវេលា16ម៉ោងព្រឹកថ្ងៃទី4ខែកញ្ញាឆ្នាំ1939អាល្លឺម៉ង់បានបញ្ជូនកងកម្លាំងរបស់ខ្លួនប្រមាណជា 2.7 លាននាក់ចែកចេញជា75កងពលបានដាក់ពង្រាយនៅតាមព្រំដែនបារាំងនៅរយៈពេល9ម៉ោងក្រោយពលគឺនៅម៉ោង5ល្ងាចអាល្លឺម៉ង់បានបើកការឈ្លានពានបារាំងនៅតាមព្រំដែនខ្សែរបាំង Maginot គឺជាខ្សែរបាំងនៃបន្ថៃដែលត្រូវបានសាងសង់នៅក្នុងប្រទេសបារាំងនៅទសវត្សរ៍ឆ្នាំ1930ដើម្បីការពារព្រំដែនភាគខាងកើតរបស់វាពីការឈ្លានពានរបស់អាល្លឺម៉ង់ខ្សែរបាំងនេះត្រូវបានគេដាក់ឈ្មោះតាមលោក André Maginot ដែលជារដ្ឋមន្ត្រីការពារជាតិបារាំងនៅពេលនោះខ្សែរបាំង Maginot គឺជាប្រព័ន្ធការពារដ៏ស្មុគស្មាញដែលរួមមានបន្ថៃបេតុងលួយបន្លាកំភ្លើងធំនិងបង្គោលកំភ្លើងយន្តមិត្តនៅតាមខ្សែរបាំងនេះមានបន្ថៃធំដែលស្ថិតនៅជម្រៅក្រោមដីដែលរួមមានមន្ទីរពេទ្យរថផ្លាន់និងឃ្លាំងសម្រាប់ដាក់ក្រាបផងដែរខ្សែរបាំងនេះផងដែរត្រូវបានរចនាឡើងដើម្បីបន្ថយការវាយលុករបស់សត្រូវនិងឲ្យពេលវេលាដល់កងទ័ពបារាំងដើម្បីធ្វើការចលនាទ័ពអំឡុងពេលដែលអាល្លឺម៉ង់ឈ្លានពានប្រទេសបារាំងនៅថ្ងៃទី4ខែកញ្ញាដដែលប្រទេសពីរទៀតគឺនេប៉ាល់និងអេស៊ីបបានប្រកាសសង្គ្រាមជាផ្លូវការទល់នឹងអាល្លឺម៉ង់ផងដែរការប៉ះទង្គិចគញាត្រង់ទ្រាយធំធេងរវាងកងទ័ពអាល្លឺម៉ង់និងកងទ័ពបារាំងនៅតាមព្រំដែនខ្សែរបាំង Maginot បានធ្វើឲ្យចក្រភពអង់គ្លេស
បញ្ជូនកងកម្លាំងបេសកកម្មរបស់ខ្លួន British Expeditionary Force ហៅកាត់ថា BEF ប្រមាណជា 152,000 នាក់ចូលទៅអន្តរាគមន៍ជួយការពារបារាំងពីការវាយលុករបស់អាល្លឺម៉ង់និងបានដាក់ពង្រាយនៅតាមព្រំដែនប្រទេសបែលហ្ស៊ិកផងការប្រកាសអព្យាក្រឹតភាពរបស់សហរដ្ឋអាមេរិកអំឡុងពេលដែលអាល្លឺម៉ង់កំពុងវាយប្រហារបារាំងនៅតាមព្រំដែនខ្សែបន្ទាត់មេស៊ីណូបារាំងបានដាក់ពង្រាយកងទ័ពរបស់ខ្លួនប្រមាណជា 1.8 លាននាក់ដើម្បីទប់ទល់ពីការឈ្លានពានរបស់អាល្លឺម៉ង់នៅថ្ងៃទី 5 ខែកញ្ញាឆ្នាំ 1939 ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Roosevelt បានប្រកាសពីអព្យាក្រឹតភាពរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមរវាងប្រទេសអាល្លឺម៉ង់បារាំងនិងចក្រភពអង់គ្លេសដោយអាមេរិកមិនលូកដៃចូលទៅក្នុងសង្គ្រាមនេះទេហើយលោកក៏បានគាំទ្រការហាម5នៃការនាំចេញអាវុធរបស់អាមេរិកទៅកាន់ប្រទេសមានចំនួនទាំងនោះហើយកងទ័ពជើងទឹកអាមេរិកបានបង្កើតកងល្បាតអព្យាក្រឹតដើម្បីតាមដានប្រតិបត្តិការយោធានៅអតីតគោលខាងលិចផងដែរការមិនលូកដៃចូលក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យប្រទេសអាហ្វ្រិកខាងត្បូងប្រកាសសង្គ្រាមជាផ្លូវការទល់នឹងអាល្លឺម៉ង់នៅថ្ងៃទី 6 ខែកញ្ញាឆ្នាំ 1939 ហើយប៉ុន្មានថ្ងៃបន្ទាប់ពលគឺប្រទេសកាណាដាបានប្រកាសសង្គ្រាមជាផ្លូវការទល់នឹងអាល្លឺម៉ង់នៅថ្ងៃទី 10 ខែកញ្ញាឆ្នាំ 1939 សហភាពសូវៀតឈ្លានពានប៉ូឡូញ 16 ថ្ងៃបន្ទាប់ពីពួកណាស៊ីអាល្លឺម៉ង់បើកការឈ្លានពានប៉ូឡូញពីភាគខាងលិចសហភាពសូវៀតបានប្រកាសសង្គ្រាមផ្លូវការទល់នឹងប៉ូឡូញនៅថ្ងៃទី 17 ខែកញ្ញាឆ្នាំ 1939 សហភាពសូវៀតបានបញ្ជូនកងកម្លាំងរបស់ខ្លួនប្រមាណជា 600,000 នាក់រថត្រាស់ចំនួន 4,700 គ្រឿងនិងយន្តហោះចម្បាំងចំនួន 3,300 គ្រឿងចូលទៅឈ្លានពានប៉ូឡូញពីភាគខាងកើតការលុកលុយនេះគឺជាលទ្ធផលនៃកិច្ចព្រមព្រៀងមិនឈ្លានពានគ្នាម៉ូឡូតូដែលត្រូវបានចុះហត្ថលេខារវាងសហភាពសូវៀតនិងសហព័ន្ធអាល្លឺម៉ង់ដែលធ្វើឡើងនៅថ្ងៃទី 23 ខែសីហាឆ្នាំ 1939 កតិកាសញ្ញានេះរួមមានការកំណត់នៃការបែងចែកទឹកដីអឺរ៉ុបជាពីរផ្នែកគ្រប់គ្រងដោយទឹកដីអឺរ៉ុបខាងលិចត្រូវកាន់កាប់ដោយសហព័ន្ធអាល្លឺម៉ង់ហើយទឹកដីអឺរ៉ុបខាងកើតត្រូវកាន់កាប់ដោយសហភាពសូវៀតជាចុងក្រោយសហភាពសូវៀតនិងអាល្លឺម៉ង់បានទទួលការគ្រប់គ្រងទាំងស្រុងលើប៉ូឡូញនៅថ្ងៃទី 6 ខែតុលាឆ្នាំ 1939 បន្ទាប់ពីការបរាជ័យរបស់ប៉ូឡូញនៅសមរភូមិកងទ័ពប៉ូឡូញប្រមាណជា 32,000 នាក់បានធ្លាក់ខ្លួនជាឆ្លើយសឹករបស់សហភាពសូវៀតអំឡុងពេលអាល្លឺម៉ង់និងសហភាពសូវៀតចូលឈ្លានពានប៉ូឡូញកងកម្លាំងរបស់ប៉ូឡូញប្រមាណជា 20,000 នាក់ត្រូវបានស្លាប់ហើយប្រជាជនប៉ូឡូញប្រមាណជា 66,000 នាក់ត្រូវបានសម្លាប់ដោយកងទ័ពអាល្លឺម៉ង់ដែលគិតពីការឈ្លានពានថ្ងៃដំបូងនៃថ្ងៃទី 1 ខែកញ្ញាឆ្នាំ 1939 ទៀងតាក់លេខសម្បត្តិលោក Albert Einstein លោកជាអ្នកទ្រឹស្ដីរូបវិទ្យាដែលកើតនៅប្រទេសអាល្លឺម៉ង់ដែលត្រូវបានគេស្គាល់ថាជាអ្នកបង្កើតទ្រឹស្ដីទំនាក់ទំនងនៃរូបវិទ្យាកុងទិករូបមន្តល្បីៗរបស់លោកគឺសមមូលថាមពល E = mc²លោក Albert Einstein បានសរសេរសម្បត្តិមួយច្បាប់ដាក់ជូនប្រធានាធិបតីរបស់សហរដ្ឋអាមេរិកគឺលោក Roosevelt សម្បត្តិនោះបានសរសេរពីការប្រុងប្រយ័ត្នអំពីលទ្ធភាពដែលប្រទេសអាល្លឺម៉ង់អាចបង្កើតគ្រាប់បែកដ៏មានអានុភាពលោក Albert Einstein បានសរសេររូបមន្តនៃការបង្កើតគ្រាប់បែកប៉ារ៉ាម៉ាណូជាភាសាអាល្លឺម៉ង់ហើយលោក Leo Szilard ដែលជាវិទូរូបវិទ្យាជនជាតិហុងក្រៃបានប្រែសម្រួលជាភាសាអង់គ្លេសដែលធ្វើឡើងនៅថ្ងៃទី 2 ខែសីហាឆ្នាំ 1939 ហើយសម្បត្តិនោះបានផ្ញើចេញតាមរយៈស្ថានទូតបែលហ្ស៊ិកសម្បត្តិលោក Albert Einstein ត្រូវបានប្រគល់ជូនប្រធានាធិបតីសហរដ្ឋអាមេរិកដោយផ្ទាល់នៅថ្ងៃទី 11 ខែតុលាឆ្នាំ 1939 នៅក្នុងអំឡុងពេលផ្ទុះឡើងនៃសង្គ្រាមលោកលើកទី 2 លោក Alexander Sykes ដែលជាសេដ្ឋកិច្ចវិទូបានជួបជាមួយលោក Roosevelt ដើម្បីពិភាក្សាអំពីសម្បត្តិនោះហើយលោកស្នើថាសហរដ្ឋអាមេរិកគួរតែចាប់ផ្ដើមកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឯងកម្មវិធីនៃការផលិតគ្រាប់បែកដ៏មានអានុភាពនេះត្រូវបានគាំទ្រដោយប្រធានាធិបតីរបស់សហរដ្ឋអាមេរិកហើយនៅទីបញ្ចប់បាននាំមុខនៅគម្រោង Manhattan ដែលផ្ដោតទៅលើការបង្កើតគ្រាប់បែកប៉ារ៉ាម៉ាណូអង់គ្លេសនិងអាល្លឺម៉ង់ក្នុងសង្គ្រាមផ្លូវអាកាសការប៉ះទង្គិចគ្នារវាងកងកម្លាំងអាល្លឺម៉ង់និងកងកម្លាំងរបស់ចក្រភពអង់គ្លេសមិនទាន់ឈានដល់ទ្រង់ទ្រាយធំនោះទេដោយអាល្លឺម៉ង់បានបញ្ជូនក្រុមនាវាមុជទឹករបស់ខ្លួន
ដែលមានឈ្មោះថា U-boot ចូលទៅវាប្រហារអង់គ្លេសជារឿយៗហើយកងនាវាមុជទឹករបស់អាល្លឺម៉ង់បានបាញ់ពន្លិតនាវាចម្បាំងនិងនាវាដឹកដំណើររបស់អង់គ្លេសស្លាប់និងខូចខាតជាបន្តបន្ទាប់ដូចនេះហើយកងទ័ពជើងទឹករបស់អង់គ្លេសបានបើកប្រតិបត្តិការក្នុងការទម្លាក់គ្រាប់មីនចូលទៅក្នុងទឹកដើម្បីរារាំងប្រឆាំងនាវាមុជទឹករបស់កងទ័ពអាល្លឺម៉ង់កងនាវាមុជទឹករបស់អាល្លឺម៉ង់ដែលបើកទៅប៉ះមីនប្រឆាំងនាវាមុជទឹកដែលត្រូវបានដាក់ពង្រាយក្នុងចំនួន 40,000 គ្រាប់របស់អង់គ្លេសត្រូវបានផ្ទុះលិចបាត់ទៅក្នុងទឹកជាបន្តបន្ទាប់មានដូចជា U40, U42, U45, U45T នៅថ្ងៃទី15ខែតុលាឆ្នាំ1939ប្រទេសអេស្តូនីបានចុះហត្ថលេខាចូលជាសមាជិកភាពនៃបក្សសម្ព័ន្ធអាល្លឺម៉ង់ដែលអនុញ្ញាតឲ្យកងទ័ពអាល្លឺម៉ង់អាចចល័តកងទ័ពទៅកាន់តំបន់បាល់ទិកនៃអឺរ៉ុបខាងកើតនៅថ្ងៃទី16ខែតុលាឆ្នាំ1939កងទ័ពជើងអាកាសរបស់អាល្លឺម៉ង់បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកប្រភេទ JU-88S ចំនួន09គ្រឿងបើកការវាយឆ្មក់ជាលើកដំបូងតាមផ្លូវអាកាសទៅកាន់ចក្រភពអង់គ្លេសនាថ្ងៃរសៀលកងទ័ពអាកាសអាល្លឺម៉ង់បានទម្លាក់គ្រាប់បែកនៅ Southampton និង Edinburgh ហើយបានទម្លាក់គ្រាប់បែកបំផ្ទុះនាវាចម្បាំងរបស់ចក្រភពអង់គ្លេសអស់មួយចំនួនផងដែរកងទ័ពអាកាសអង់គ្លេសបានចេញប្រតិបត្តិការក្នុងតាមប្រមាញ់កងទ័ពអាកាសអាល្លឺម៉ង់ដោយយន្តហោះទម្លាក់គ្រាប់បែករបស់អាល្លឺម៉ង់ចំនួន04គ្រឿងត្រូវបានបាញ់ទម្លាក់ផងដែរសង្គ្រាមរដូវរងាវិច្ឆិកា1939សង្គ្រាមលោកលើកទី2ដែលចាប់ផ្ដើមពីថ្ងៃទី1ខែកញ្ញាបានឈានចូលដល់រដូវរងានៃខែវិច្ឆិកាឆ្នាំ1939ក្រៅពីការវាយទីទឹកដីរបស់អាល្លឺម៉ង់នៅតំបន់អឺរ៉ុបនៅអាស៊ីឯនេះវិញប្រទេសជប៉ុនបានបើកការឈ្លានពានលុកលុយយកប្រទេសចិនយ៉ាងពេញទំហឹងប្រទេសជប៉ុនដែលជាមហាអំណាចយោធាលាក់មុខបានបើកការឈ្លានពានយកឧបទ្វីបកូរ៉េនៅឆ្នាំ1931ហើយបន្តទៅឈ្លានពានប្រទេសចិនដោយចូលទៅកាន់កាប់តំបន់ម៉ាន់ជូរីក្រោយការដួលរលំរាជវង្សឈិងក្នុងឆ្នាំ1911ក្រោយពេលជប៉ុនចូលកាន់កាប់តំបន់ម៉ាន់ជូរីជប៉ុនបានហៅតំបន់នេះថាម៉ាន់ជូគូនិងបានលើកពូយូជាអភិបាលតំបន់នេះពូយូជាអធិរាជចិនចុងក្រោយនៃរាជវង្សឈិងដែលត្រូវបានក្រុមបដិវត្តន៍ទម្លាក់ចេញពីរាជបល្ល័ង្កហើយទ្រង់បានទៅច្រកកនក្នុងប្រទេសជប៉ុនការទម្លាក់លោកមកគ្រប់គ្រងតំបន់នេះត្រូវបានប្រជាជនចិនទូទៅហៅថាជារដ្ឋអាយ៉ាងជប៉ុនការចាប់ផ្ដើមនៃសង្គ្រាមចិនជប៉ុនលើកទី2ការចូលកាន់កាប់ទឹកដីម៉ាន់ជូរីពីសំណាក់កងទ័ពជប៉ុនបានធ្វើឲ្យក្រុមបដិវត្តន៍ចិនបង្កើតចលនាប្រឆាំងវត្តមានជប៉ុននៅទូទាំងប្រទេសនិងចលនាប្រឆាំងនេះបានបន្តរីរាលដាលធំឡើងរហូតដល់មានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងកម្លាំងបដិវត្តន៍ចិននិងជប៉ុននៅលើស្ពានលូហ្គូជិតទីក្រុងប៉េកាំងនាថ្ងៃទី7ខែមិថុនាឆ្នាំ1937ជប៉ុនបានស្នើឲ្យភាគីចិនទទួលខុសត្រូវនិងសុំទោសជប៉ុនក្នុងការលួចសម្លាប់ជនស៊ីវិលជប៉ុននិងការវាយឆ្មក់សម្លាប់កងកម្លាំងជប៉ុននៅលើស្ពានលូគូប៉ុន្តែចិនក្រោមការដឹកនាំរបស់លោកលីនសែនបានធ្វើការបដិសេធមិនទទួលខុសត្រូវនិងមិនសុំទោសជប៉ុននោះទេដោយនេះហើយនៅថ្ងៃទី20ខែមិថុនាឆ្នាំ1937កងទ័ពជប៉ុនប្រមាណជា80,000នាក់បានបើកការវាយប្រហារទៅលើរាជធានីប៉េកាំងដោយមិនបានប្រកាសសង្គ្រាមនោះទេចំណែកឯកងទ័ពបដិវត្តន៍ចិនមានតែជាង 15,000 នាក់ប៉ុណ្ណោះចាំការពាររាជធានីប៉េកាំងនៅទីបញ្ចប់កងទ័ពជប៉ុនបានយកឈ្នះកងកម្លាំងចិននិងចូលកាន់កាប់រាជធានីប៉េកាំងនិងតំបន់ធៀនជីននៅថ្ងៃទី29ខែមិថុនាឆ្នាំ1937ចម្បាំងក្រុងសៀងហៃ1937នៅថ្ងៃទី9ខែសីហាឆ្នាំ1937កងទ័ពជើងទឹកជប៉ុនចំនួន 10,000 នាក់បានប្រមូលផ្ដុំគ្នានៅខាងមុខក្រុងសៀងហៃជាមួយនឹងកងនាវាចម្បាំងចំនួន30គ្រឿងនៅថ្ងៃទី13ខែសីហាឆ្នាំ1937កងនាវាចម្បាំងរបស់ជប៉ុនបើកការបាញ់ផ្លោងមកលើក្រុងសៀងហៃចិនបានដាក់ពង្រាយកងទ័ពចំនួន 80,000 នាក់ដើម្បីការពារក្រុងសៀងហៃមួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ជប៉ុននៅថ្ងៃទី14មន្ត្រីទ័ពចិនមកពីគណបក្សគូមីនតាំងដឹកនាំដោយជាងកៃស៊ីក
បានបញ្ជូនកងទ័ពអាកាសរបស់ខ្លួនចំនួន91គ្រឿងទៅកំទេចនាវាចម្បាំងរបស់ជប៉ុននៅថ្ងៃទី16កងទ័ពអាកាសជប៉ុនចំនួន85គ្រឿងបានចេញពីកោះតៃវ៉ាន់មកដល់ក្រុងសៀងហៃហើយធ្វើការទម្លាក់គ្រាប់បែកទៅលើអគារលំនៅឋានរបស់ប្រជាជនចម្បាំងក្រុងសៀងហៃបានផ្ទុះឡើងក្រោមការឈ្លានពានរបស់ជប៉ុនអបជាច្រើនថ្ងៃតែកងទ័ពជប៉ុននៅតែមិនអាចចូលកាន់កាប់ក្រុងសៀងហៃបានរហូតដល់ថ្ងៃទី22កងទ័ពចិនបានបញ្ជូនមកបន្ថែមទៀតដែលធ្វើឲ្យចំនួនទ័ពដែលមកការពារក្រុងសៀងហៃមានចំនួន6សែននាក់នៅថ្ងៃទី23កងទ័ពធំជប៉ុនបានមកដល់ក្រុងសៀងហៃក្នុងចំនួន3សែននាក់ជាមួយនឹងរថក្រោះ300គ្រឿងនិងយន្តហោះចម្បាំងចំនួន400គ្រឿងជប៉ុនបានបញ្ជូនកងរថក្រោះដើម្បីវាយបើកមុខឲ្យកងទ័ពរបស់ខ្លួនរុលចូលទៅមុខដើម្បីកាន់កាប់ទីក្រុងសៀងហៃនៅទីបំផុតកងទ័ពជប៉ុនដែលមានការគាំទ្រដោយកងទ័ពអាកាសយ៉ាងច្រើនលើសលប់បានយកឈ្នះទៅលើកងទ័ពបដិវត្តចិនហើយចូលកាន់កាប់ទីក្រុងសៀងហៃនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ1937ជ័យជំនះជប៉ុនទៅលើចិនប្រទេសមហាអំណាចយោធាលាក់មុខដែលគេស្គាល់ថាជាប្រទេសជប៉ុនដែលបានចូលឈ្លានពានប្រទេសចិនហើយបានវាយចូលកាន់កាប់ទឹកដីចិនជាបន្តបន្ទាប់អំឡុងពេលដែលជប៉ុនវាយចូលទីក្រុងសៀងហៃជប៉ុនបានបញ្ជូនកងទ័ពជាច្រើនផ្សេងទៀតដើម្បីវាយចូលកាន់កាប់ទីក្រុងណានជីងនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ1937កងទ័ពជប៉ុនចំនួន200,000នាក់បានបើកការវាយលុកទៅលើចិនដើម្បីដណ្ដើមយកទីក្រុងណានជីងចំណែកឯកងទ័ពចិនដែលចាំការពារក្រុងណានជីងមានចំនួនតែ10,000នាក់ប៉ុណ្ណោះជប៉ុនបានវាយលុកទីក្រុងណានជីងអស់ពេញមួយខែនៅទីបំផុតក៏វាយបែកទីក្រុងណានជីងនៅថ្ងៃទី13ខែធ្នូឆ្នាំ1937កងទ័ពចិនប្រមាណជា80,000នាក់ត្រូវបានសម្លាប់ចំណែកឯភាគីជប៉ុនវិញបាត់បង់កងទ័ពប្រមាណជា27,000ជាង20,000នាក់ប៉ុណ្ណោះជប៉ុនពេលចូលកាន់កាប់ទីក្រុងណានជីងបានសម្លាប់រងោជនស៊ីវិលចិនប្រមាណជា300,000នាក់ហើយនេះគឺជាការប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិបន្ទាប់ពីដណ្ដើមបានទីក្រុងណានជីងបន្ទាប់មកបានចូលទៅវាយយកទីក្រុងវូហានដើម្បីកាន់កាប់ជាបន្តទៀតនៅថ្ងៃទី11ខែមិថុនាឆ្នាំ1938ជប៉ុនបានបញ្ជូនកងទ័ពចំនួន35,000នាក់ដើម្បីវាយចូលកាន់កាប់ទីក្រុងវូហានក្រោមការការពាររបស់កងទ័ពបដិវត្តចិនប្រមាណជា25,000នាក់នៅថ្ងៃទី12ខែមិថុនាឆ្នាំ1938រដ្ឋាភិបាលជាតិនិយមចិនបានបំពាក់គ្រាប់បែកបំផ្ទុះទំនប់ទឹកនៃទន្លេលឿងនៅហួយយួនខូដោយធ្វើឲ្យមានទឹកជំនន់ដ៏ធំមួយដើម្បីពន្យាពេលកងកម្លាំងជប៉ុនដែលកំពុងវាយលុកយកទីក្រុងវូហានព្រឹត្តិការណ៍នេះគេស្គាល់ថាជាទឹកជំនន់ទន្លេលឿងទឹកជំនន់ដ៏ធំនេះបានឆក់យកជីវិតជនស៊ីវិលចិនប្រមាណជា20,000នាក់ស្លាប់ដោយការលង់ដឹកទល់យ៉ាងណាក៏ដោយជប៉ុនបានបន្ថែមសម្ភារៈសឹកមកបន្ថែមទៀតដែលរួមមានយន្តហោះចម្បាំងចំនួន429គ្រឿងនាវាចម្បាំងចំនួន120គ្រឿងនិងនាវាផ្ទុកកងទ័ពចំនួន315គ្រឿងដើម្បីឆ្លងទឹកចំនួនទន្លេលឿងហើយវាយចូលទីក្រុងវូហានហើយនៅទីបំផុតកងទ័ពជប៉ុនបានវាយកាន់កាប់ទីក្រុងវូហាននៅថ្ងៃទី27ខែតុលាឆ្នាំ1938ចំណែកឯភាគីចិនបានដកថយហើយទៅបោះទីតាំងមូលដ្ឋានទ័ពនៅទីក្រុងឆុងឈីងជប៉ុនដែលកំពុងចូលឈ្លានពានលេបយកប្រទេសចិនក្នុងបុព្វហេតុសង្គ្រាមចិនជប៉ុនលើកទី2ដែលមិនមានប្រទេសទី3លូកដៃផងបានឈានដល់ការកំណត់នៃសង្គ្រាមលោកលើកទី2នៅថ្ងៃទី17ខែកញ្ញាឆ្នាំ1939កងទ័ពជប៉ុនចំនួន12,000នាក់បានបើកការវាយប្រហារដើម្បីចូលកាន់កាប់ទីក្រុងឆាងសាដែលមានកងទ័ពចិនចំនួន24,000នាក់នៅចាំការពារទីក្រុងប៉ុន្តែជាចុងក្រោយសម្ភារៈសឹកដ៏ច្រើនសម្បើមរបស់ជប៉ុនដែលមានយន្តហោះចម្បាំងចំនួន100គ្រឿងនិងនាវាចម្បាំងចំនួន12គ្រឿងបានយកឈ្នះទៅលើកងទ័ពចិនហើយចូលកាន់កាប់ទីក្រុងឆាងសានៅថ្ងៃទី6ខែតុលាឆ្នាំ1939ចម្បាំងក្រុងសៀងហៃ1937ចិនជប៉ុនមេបញ្ជាការជាងកៃឈៀកមេបញ្ជាការហេស៊ូគីកងទ័ព68,000នាក់កងទ័ព30,000នាក់យន្តហោះ
91គ្រឿងយន្តហោះ485គ្រឿងរថក្រោះ16គ្រឿងរថក្រោះ300គ្រឿងនាវាចម្បាំងមិនមាននាវាចម្បាំង130គ្រឿងកងទ័ពប៉ូលី250000នាក់កងទ័ពប៉ូលី130,000នាក់ ចម្បាំងនៅកងស៊ី Battle of កងស៊ីនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ1939កងទ័ពជប៉ុនបានបន្តលុកលុយប្រទេសចិនមកដងតំបន់កងស៊ីនៃចិនភាគខាងត្បូងកងទ័ពជប៉ុនចំនួន110,000នាក់បានចូលប្រយុទ្ធទល់នឹងកងកម្លាំងចិនចំនួន150,000នាក់ដែលកំពុងការពារប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនការប្រយុទ្ធនេះបានអូសបន្លាយរហូតដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ1940ដោយភាគីចិនបានយកជ័យជំនះទៅលើជប៉ុននៅច្រកភ្នំខុនលុននិងបានរារាំងកងទ័ពជប៉ុនក្នុងការបន្តដំណើររួលទៅមុខក្នុងទិសដៅទៅវាយប្រហារទីក្រុងឆុងឈីងដែលជាមូលដ្ឋានទ័ពដ៏សំខាន់ចុងក្រោយរបស់ចិនទោះជាយ៉ាងណាកងទ័ពជប៉ុនដែលមានការគាំទ្រដល់យន្តហោះចម្បាំងចំនួន100គ្រឿងនាវាផ្ទុកយន្តហោះចំនួន02គ្រឿងនិងនាវាចម្បាំងចំនួន40គ្រឿងបានចូលកាន់កាប់ទីក្រុងណានីងនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ1939សហភាពសូវៀតឈ្លានពានហ្វាំងឡុងនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ1939សហភាពសូវៀតបានចូលទៅឈ្លានពានប្រទេសហ្វាំងឡុងដែលបង្កឲ្យមានសង្គ្រាមដ៏ធំនោះគឺសង្គ្រាមរដូវងា Winter War កងទ័ពក្រហមរបស់សហភាពសូវៀតចំនួន46460,000នាក់បានចូលឈ្លានពានប្រទេសហ្វាំងឡុងជាមួយនឹងរថក្រោះចំនួន2200គ្រឿងនិងយន្តហោះចម្បាំងចំនួន2000គ្រឿងប្រទេសហ្វាំងឡុងបានដាក់បង្រាយកងទ័ពចំនួន30300,000នាក់រថក្រោះចំនួន32គ្រឿងនិងយន្តហោះចម្បាំងមានត្រឹមតែចំនួន114គ្រឿងប៉ុណ្ណោះដើម្បីទប់ទល់ពីការឈ្លានពានពីសំណាក់កងទ័ពក្រហមរបស់សហភាពសូវៀតសង្គ្រាមរដូវងារវាងប្រទេសហ្វាំងឡុងនិងសហភាពសូវៀតបានអូសបន្លាយពេលរហូតដល់ថ្ងៃទី13ខែមីនាឆ្នាំ1940ទើបភាគីទាំងពីរបញ្ឈប់សង្គ្រាមនិងផ្ដើមកិច្ចចរចាសន្តិភាពដែលធ្វើឡើងនាទីក្រុងមូស្គូរបស់សហភាពសូវៀត Moscow Peace Treaty មិនមានភាគីណាមួយចាញ់ឬឈ្នះក្នុងសង្គ្រាមនេះទេភូមិសាស្ត្រតំបន់ដ៏ស្មុគស្មាញអាកាសធាតុដ៏ត្រជាក់ខ្លាំងការត្រៀមខ្លួនរបស់កងទ័ពហ្វាំងឡុងសម្រាប់ភាពធន់នៃអាកាសធាតុដ៏ត្រជាក់ដែលដកក្រោម0.43អង្សាC -43°C បានទប់ស្កាត់ពីការឈ្លានពានរបស់កងទ័ពក្រហមរបស់សហភាពសូវៀតបានយ៉ាងជោគជ័យអាល្លឺម៉ង់ឈ្លានពានដាណឺម៉ាកនិងន័រវេសនៅថ្ងៃទី9ខែមេសាឆ្នាំ1940ពួកណាស៊ីអាល្លឺម៉ង់បានបើកការឈ្លានពានទៅលើប្រទេសដាណឺម៉ាកនិងន័រវេសក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថាវិស្យឧបង្សគោលដៅយុទ្ធសាស្ត្រសម្រាប់ការលុកលុយនេះគឺដើម្បីធានាការផ្គត់ផ្គង់រ៉ែដែកដ៏សំខាន់និងដើម្បីបង្កើតមូលដ្ឋានទ័ពជើងទឹកនិងទ័ពអាកាសដើម្បីទប់ទល់នឹងគម្រាមកំហែងរបស់សម្ព័ន្ធមិត្តនៅអាត្លង់តិកខាងលើអាល្លឺម៉ង់បានបញ្ជូនកងទ័ពចំនួន14,500នាក់រថក្រោះចំនួន69គ្រឿងយន្តហោះចម្បាំងចំនួន527គ្រឿងនាវាចម្បាំងចំនួន10គ្រឿងរីឯភាគីដាណឺម៉ាកមានកងទ័ពចំនួន150,000នាក់រថក្រោះចំនួន10គ្រឿងយន្តហោះចម្បាំងចំនួន23គ្រឿងនាវាចម្បាំងចំនួន32គ្រឿងរយៈពេលត្រឹមតែ9ម៉ោងរដ្ឋាភិបាលដាណឺម៉ាកបានផ្ញើលិខិតចុះចាញ់អាល្លឺម៉ង់ក្រោយពេលអាល្លឺម៉ង់បើកប្រតិបត្តិការកងទ័ពអាកាសដោយបញ្ជូនយន្តហោះចម្បាំងចំនួនច្រើនគ្រឿងមកទម្លាក់គ្រាប់បើកនៅទីក្រុងខូពេនហាជេនដែលជារាជធានីធំរបស់ដាណឺម៉ាកនៅថ្ងៃទី9ខែមេសាឆ្នាំ1940ដដែលពួកណាស៊ីអាល្លឺម៉ង់បានបន្តបើកការឈ្លានពានទៅលើប្រទេសន័រវេសដោយបញ្ជូនកងទ័ពចំនួន10,000នាក់យន្តហោះចម្បាំង12,000គ្រឿងនាវាផ្ទុកសម្ភារៈយោធាចំនួន1គ្រឿងនាវាចម្បាំងចំនួន2គ្រឿងនិងនាវាមុជទឹក U-boat ចំនួន6គ្រឿងនៅជុំពោការឈ្លានពានរបស់កងទ័ពអាល្លឺម៉ង់
ណ័រវេសបានដាក់ពង្រាយកំភ្លើងធំនៅតាមច្រាំងសមុទ្រដើម្បីត្រៀមទប់ទល់ពីការឈ្លានពាននេះកងទ័ពជើងទឹកអាល្លឺម៉ង់បានមកដល់ច្រកសមុទ្រ Drobak ដែលមាននាវាចម្បាំង Blue Shirt ជាអ្នកនាំមុខកងទ័ពជើងទឹកអាល្លឺម៉ង់មានបំឡងបោកឆ្លងកាត់ច្រកសមុទ្រ Drobak ដើម្បីទៅវាយប្រហាររាជធានីធំអូស្ឡូរបស់ណ័រវេសនាវាចម្បាំង Blue Shirt របស់អាល្លឺម៉ង់ដែលបោកឆ្លងកាត់ច្រកសមុទ្រនេះត្រូវបានកំភ្លើងធំរបស់ណ័រវេសបាញ់ត្រូវពីគ្រាប់ដែលបាញ់ចេញពីបន្ទាយទ័ព Oscarborg ក្នុងរយៈចម្ងាយ 1,800 ម៉ែត្របានបណ្ដាលឲ្យនាវាចម្បាំងដ៏ធំនេះលិចទៅក្នុងសមុទ្រអាល្លឺម៉ង់ខឹងជាខ្លាំងបានបញ្ជាឲ្យកងនាវាចម្បាំងរបស់ខ្លួនចូលប្រយុទ្ធនឹងកងនាវាចម្បាំងរបស់ណ័រវេសដែលមានចំនួន17គ្រឿងក្រុមនាវាមុជទឹកអាល្លឺម៉ង់បានបើកការបាញ់ប្រហារពន្លិចនាវាចម្បាំងណ័រវេសជាបន្តបន្ទាប់អាល្លឺម៉ង់បានបញ្ជូនយន្តហោះចម្បាំង80គ្រឿងទៅទម្លាក់គ្រាប់បើកនៅទីក្រុងអូស្ឡូនិងកងទ័ពអាល្លឺម៉ង់ចំនួន400,000នាក់បានបញ្ជូនមកថែមទៀតតាមរយៈនាវាផ្ទុកកងទ័ពចំនួន45គ្រឿងរយៈពេលត្រឹមតែ2ខែប៉ុណ្ណោះកងទ័ពអាល្លឺម៉ង់បានវាយគ្រប់គ្រងប្រទេសណ័រវេសបានទាំងស្រុងគិតត្រឹមថ្ងៃទី10ថែមឡាញសង្គ្រាមលោកលើកទី2 1939 1945 1 កញ្ញាអាល្លឺម៉ង់លុកលុយប្រទេសប៉ូឡូញចាប់ផ្ដើមសង្គ្រាម3 កញ្ញាចក្រភពអង់គ្លេសនិងបារាំងប្រកាសសង្គ្រាមលើអាល្លឺម៉ង់1940អាល្លឺម៉ង់លុកលុយប្រទេសដាណឺម៉ាក Norway បែលហ្ស៊ិក ហូឡង់និងបារាំងសង្គ្រាមអាកាសលើអង់គ្លេស Battle of Britain 1941 22 មិថុនាអាល្លឺម៉ង់វាយប្រហារលើសហភាពសូវៀត Operation Barbarossa 7 ធ្នូជប៉ុនវាយប្រហារលើ Pearl Harbor អាមេរិកចូលរួមសង្គ្រាម1942សង្គ្រាមនៅ Stalingrad ចាប់ផ្ដើមសង្គ្រាមសមុទ្រនៅ Midway ជប៉ុនចាប់ផ្ដើមចកថយ1943កងសូវៀតឈ្នះនៅ Stalingrad ចាប់ផ្ដើមវាយតបសម្ព័ន្ធមិត្តចូលទៅអ៊ីតាលី Mussolini ត្រូវបានដកចេញពីអំណាច1944 9 មិថុនា D-Day កងសម្ព័ន្ធមិត្តចូលទៅបារាំង Normandy Invasion សម្ព័ន្ធមិត្តដណ្ដើមបារាំងនិងប្រទេសអឺរ៉ុបខាងលិចវិញ1945 30 មេសា Adolf Hitler សម្លាប់ខ្លួននៅប៊ែឡាំង8 ឧសភាអាល្លឺម៉ង់ចុះចាញ់ VE Day 6 និង 9 សីហាអាមេរិកប្រោសគ្រាប់បែកអាតូមលើ Hiroshima និង Nagasaki 2 កញ្ញាជប៉ុនចុះចាញ់ VJ Day បញ្ចប់សង្គ្រាមលោកលើកទី2